ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញអំពីបំពងកដោបដើម្បីឲ្យស្រួយឆ្ងាញ់ជាពិសេសនេះខ្ញុំបំពងលក់ជាប្រចាំនឹងតែម្ដងថ្ងៃនេះឆ្លៀតថតចែកជូនបងប្អូនកំសាន្តនិងទស្សនាពីដើមដល់ចប់ទាំងអស់គ្នាណាជាពិសេសថ្ងៃនេះមិនមែនតែកដោបទេមានទាំងចង្រិតទៀតអញ្ចឹងកដោបនិងចង្រិតខ្ញុំបំពងក្នុងពេលតែមួយនេះធ្វើឲ្យបងប្អូនមើលវីដេអូមួយនេះបានចេះដល់2វីដេអូតែម្ដងអញ្ចឹងចេះតាំងពីរបៀបបំពងកដោបនិងបំពងចង្រិតមិនខុសគ្នាប៉ុន្មានទេអញ្ចឹងបងប្អូនណាឥឡូវដំបូងឡើងយើងក៏លាងកដោបយើង4-5ទឹកមកដើម្បីឲ្យស្រស់ទឹកមកចាំយើងយកបំពងកុំឲ្យខ្ទុះណាអញ្ចឹងយើងលាងឲ្យស្អាតមកដើម្បីឲ្យស្រស់ទឹកយើងចាក់ប្រេងឆាហើយប្រេងឆាថ្ងៃនេះក៏បំពងតែ2ដងក៏ចាក់ចោលហើយអញ្ចឹងណាថ្ងៃនេះក៏ពងលើកទី2ហើយពងលើកនេះហើយគឺចាក់ចោលហើយអញ្ចឹងអត់ចេះទុកទី3ទី4ទៀតទេអញ្ចឹងណាឥឡូវនេះជាចង្រិតបងប្អូនចង្រិតនេះគេស្រោះរួចជាស្រេចទៅហើយអញ្ចឹងយើងគ្រាន់តែលាងទឹកត្រាំតិចមកចាំយើងបំពងដូចគ្នាដាក់ឲ្យលាងឲ្យស្រស់ទឹកមកហើយសិតតែពងតែម្ដងចង្រិតនេះបងប្អូនណាហើយចង្រិតនេះដែរគេស្ងោរដាក់ជាអំបិលអីឡើងប្រៃហើយអញ្ចឹងយើងក៏ដាក់មកល្មមទៀតបានហើយដែរអំបិលពេលយើងក៏លុកយើងភ្លក់មើលផងអញ្ចឹងណាកុំឲ្យវាប្រៃកុំឲ្យវាអីអញ្ចឹងឥឡូវចាប់ផ្ដើមបំពងកដោបមុនសិនបងប្អូនតាមកមើលរបៀបបំពងកដោបទាំងអស់គ្នាចឹងយើងដាក់ប្រេងឆាឲ្យក្តៅហើយក៏ដាក់កដោបឲ្យក្រហមបែបហ្នឹងប៉ុណ្ណឹងមកយើងដាក់ក្រូចចូលឲ្យឈ្ងុយបងប្អូនណាត្រូវតែមានក្រូចដាក់បងប្អូនបានឆ្ងាញ់ឆ្ងាញ់ណាចឹងរបៀបបំពងកដោបវាដែរបងប្អូនមិនមែនចេះតែបំពងលក់ឲ្យតែបានទេបងប្អូនណាគឺទុករហូតទៅដល់អាប់បានយើងស្រង់បានមិនមែនក្រហមប៉ុណ្ណឹងយើងស្រង់បានទេបងប្អូនណាចឹងធ្វើឲ្យអត់ស្រួយទេពេលកដោបយើងអត់ស្រួយលាយគ្រឿងលាយអីទៅវានឹងឲ្យស្វិតចឹងចឹងទោះនៅអាប់បែបហ្នឹងទៅយើងស្រង់បានណាបងប្អូនយើងមើលស្ថានភាពខ្លាញ់របស់យើងវាលែងពុះខ្លាំងវាអាប់តិចតិចនឹងបានន័យថាកដោបយើងឆ្អិនហើយណាបន្ទុកតិចទៀតវានឹងខ្លោចហើយណាឥឡូវដាក់ដែរមកដាក់ស្រង់ពីមកឆ្នាំងចូលមកឆ្នាំងទៅមកគឺឆ្នាំងទី2ដូចគ្នាអញ្ចឹងណាគឺ1គីឡូគឺបំពងតែ3ដងគឺបានដូចជាស្រស់ខាងឲ្យយើងខ្ញុំឲ្យច្រើនណាស់ហើយធ្វើដូចគ្នាទាំងអស់ដាក់លើក្រូចទៀតមកគឺដូចជាស្រស់ខាងអញ្ចឹងណាវិញ្ញាសាទី1យ៉ាងណានៃគ្រឿងក្រូចទៀតពិសេសក្រោយទៀតកន្លែងតម្លាក់ពិសេសគឺក្រោយវីដេអូនឹងតែម្ដងពីរបៀបប្រឡាក់គ្រឿងកណ្ដោបឲ្យឆ្ងាញ់យ៉ាងបងប្អូនទៅចូលមើលហើយជួយ share អ្នកមួយផងណាហើយពីដើមរហូតដល់ចប់ទឹកបងប្អូននឹងចេះគ្រប់ទាំងអស់នេះខ្ញុំអត់លាក់ក្បូនទេអញ្ចឹងបងប្អូនធ្វើតាមនេះខ្ញុំគឺលក់ប្រចាំឬញ៉ាំហើយចង់ញ៉ាំទៀតរសជាតិដូចជាឈ្ងុយឆ្ងាញ់តែម្ដងចឹងដាក់លឹកក្រូចនេះរហូតដល់លឹកក្រូចយើងក៏ស្រួយដែរបងប្អូនណាគឺញ៉ាំទៅស្រួយខ្ញោកហូបទាំងលឹកក្រូចចឹងមិនស្រួយតែកដោបទេលឹកក្រូចយើងក៏ស្រួយដែរបន្ទាប់មកយើងអាសាកូរត្រឡប់ដើម្បីឲ្យកដោបយើងពងល្អអញ្ចឹងបងប្អូនណាហើយជាពិសេសថ្ងៃនេះកដោបយើងពងល្អមែនតើពងពេញពោះតែម្ដងហើយមកឥឡូវមើលគ្រឿងវិញបងប្អូនខ្ទឹមសឥឡូវធ្វើពីខ្ជិលគ្រាន់តែយើងបកស្បកចេញហើយកញ្ចាំយើងដាក់បំពងភ្លើឲ្យឈ្ងុយមកក៏បានតែបើយើងអាសាយើងវិតមកពីចិត្តស្ដាងយើងបំពងផ្សឹងបងអូនបំពងឲ្យវាស្រួយដូចតែគ្នាមកគឺឈ្ងុយដូចតែគ្នាទេអញ្ចឹងតែយើងធ្វើខ្ជិលយើងកញ្ចាំបែបហ្នឹងមកក៏បានដែរអញ្ចឹងពេលយើងទៅលុបគ្រឿងជាមួយគ្នាទៅធ្វើឲ្យចូលជាតិគ្រឿងឈ្ងុយឈ្ងប់តែម្ដងចេញពីខ្ទឹមផងចេញពីគល់ខ្ទឹមផងចេញពីមើមខ្ទឹមផងគឺឈ្ងុយតែមែនតែម្ដង
ឈ្ងុយឆ្ងាញ់ហ្មងបងប្អូនហើយគាត់ដាក់ទឹមបំពងចឹងចូលមកឲ្យធ្វើឲ្យកដោបយើងវាឈ្ងុយអាឆ្ងាញ់ហ្នឹងណាចាំមកថែមរសជាតិនឹងយើងត្រូវច្នៃប្រឌិតខ្លួនឯងទេទៅកដោបយើងវាឆ្ងាញ់ទៅបំពងណាឥឡូវអាប់ប៉ុណ្ណឹងហើយយើងក៏ធ្វើការស្រង់បាបងប្អូនស្រួយល្មមឆ្ងាញ់តែម្ដងបងប្អូនគឺយើងបំពងចាប់ពីម៉ោង1ទុកលាយគ្រឿងទុករហូតដល់ម៉ោង5ល្ងាចក៏នៅតែស្រួយដែរបងប្អូនយើងលក់បានពេលវេលាយូរមែនទែនតែម្ដងចាំផ្លឹកក្រូចរបស់យើងស្រួយឆ្ងោកបងប្អូនឃើញក៏ដឹងដែរដល់អាស្រក់ទឹកមាត់ទៀតហើយថ្ងៃនេះហ៎ចឹងថ្ងៃនេះខ្ញុំបំពងបង្ហាញបងប្អូននេះកដោប1គីឡូចង្រិត1គីឡូដូចគ្នាណាបងប្អូនបំពង2គីឡូឥឡូវបងប្អូនចាំមើលពងបងប្អូនដល់ពេលខ្ញុំអាចឲ្យបងប្អូនមើលសិតតែពងពេញពោះតែម្ដងហើយនេះទេសតែម្ដងវារត់ដល់ពងបែបហ្នឹងទៀតញ៉ាំទៅឆ្ងាញ់ចឹងជក់មាត់តែម្ដងចឹងយើងទិញរបស់គេមកលក់ចឹងវាមិនមែនអត់ពងរាល់ថ្ងៃបងប្អូនគឺថ្ងៃណាពងក៏ពងថ្ងៃណាអត់ក៏អត់ទេណាពេលខ្លះក៏ពងមួយយើងតែមួយខ្លាំងគេថាញ៉ាំទៅអត់ពងអត់អីតែពិតមិនមែនទេយើងទិញជាត្រង់គេមកជាត្រង់ចឹងមានពងដោយត្រង់ណាអស់បើត្រង់ណាមិនអស់គឺនៅពេញពោះអញ្ចឹងតែម្ដងចឹងធ្វើកដោបយើងឆ្ងាញ់ពេលពងច្រើនអញ្ចឹងឥឡូវយើងធ្វើការបុកម្ទេសស្រស់របស់យើងចំនួន1ក្តាប់មក1គីឡូហ្នឹងចង់ថាតិចថាខ្លាំងតាមពីដងជ្រោខ្លួនឯងដាក់ទៅដល់បងអូនម្ទេសអញ្ចឹងបង្ហាញត្រួសកន្លែងនេះពិបាកបុកពេកអញ្ចឹងបងអូនតែបោះលឹកខ្ទឹមយើងគល់ខ្ទឹមដាក់ទាំងស្លឹកទាំងគល់មកឆាន់ឲ្យល្អិតដាក់មកបងអូនហើយនេះបាយជាយើងបំពងចង្រិតម្ដងបងអូនគឺធ្វើដូចគ្នាដូចតែកដោបដែរទេគឺបំពងអត់លីងទេបងអូនគឺបំពងចឹងកដោបលីងសិនកដោបបំពងសិនគឺបំពងមកច្រើនព្រោះយើងមិនច្រើនមិនទាន់ពីយើងចាក់ចោលទៅខ្លាញ់ហ្នឹងកុំទុកទៀតណាបងប្អូនគឺធ្វើឲ្យយើងធ្វើគុណភាពយើងហូបធ្វើច្រើនដងចឹងខ្លាញ់តែ2ថ្ងៃយើងចាក់ចោលទៅកុំស្ដាយចំណោះអីធ្វើឲ្យយើងញ៉ាំទៅវាមិនធំខ្លាញ់ធ្វើឲ្យយើងញ៉ាំសាច់មាត់ល្អចឹងណាធ្វើឲ្យញ៉ាំហើយចង់ញ៉ាំទៀតអញ្ចឹងបើតែយើងទុកខ្លាញ់យូរពេកវាធំខ្លាញ់ហ្នឹងធ្វើឲ្យបាត់បង់គុណភាពហើយសុខយើងក៏ខូចសុខភាពដែរអញ្ចឹងធ្វើលក់នេះមិនមែនជាធ្វើឲ្យបានទេបងប្អូនគឺបារម្ភពីសុខភាពបងប្អូនដែរអញ្ចឹងណាហើយណាមួយម្ចាស់ខ្លួនឯងនេះគឺហូបជាប្រចាំណាដែរអត់ណាយបងប្អូនហើយឲ្យតែធ្វើពេលណាហូបពេលហ្នឹងគឺហូបអត់ធុញអត់ណាយមិនថាកដោបមិនថាចង្រិតទេហូបរាល់ថ្ងៃអត់ណាយជាដាច់ខាតហ្មងជាពិសេសបានអាជាក់នេះកាន់តែអែមទេណាណាឃើញគ្នាបាត់ទេបានតែមកកូនប្រអប់ទួចមកគឺអស់មួយយូរហើយរាល់ថ្ងៃនេះដុសបាពូអាសារឿងមានអាខេមអាជាក់ហ្នឹងចឹងឃើញនៅអឹបបែបហ្នឹងយើងចាក់ត្រឡប់ហើយចឹងពេលអឹបលែងលឺសំឡេងខ្លាំងយើងក៏អាចស្រង់បានដូចគ្នាបងប្អូនគឺធ្វើឲ្យចង្រិតរបស់យើងស្រួយឆ្ងាញ់ល្មមតែម្ដងមិនមែនស្រួយខ្លោចទេបងប្អូនគឺស្រួយឆ្ងាញ់ឥឡូវគ្រឿងរបស់យើងក៏ដូចគ្នាមានម្ទេសមានស្លឹកខ្ទឹមបាយនៅចានហ្នឹងគឺមាន3មុខមានស្ករសប៊ីចេងប្រហមម្សៅស៊ុបរ៉ូឌីបងប្អូនម្សៅស៊ុបមាន់យើងហ្នឹងផ្សំយើងគឺមានតែប្រមាណមុខទេដែលបាត់ដាក់កលុករបស់កដោបបំពងនិងចរិតបំពងរបស់យើងចឹងបើបងប្អូនខ្លះចូលចិត្តទឹកត្រីបន្តិចទៀតណាពី3តំណក់ដើម្បីឲ្យវាចិត្តឈ្ងុយបងប្អូនណាមិនចូលចិត្តមិនបាច់ដាក់ទេអញ្ចឹងណាអញ្ចឹងពេលយើងកលុកគឺធ្វើដូចគ្នាមកគ្រឿងដូចគ្នាឥឡូវយើងចាក់កដោបបំពងមុនគ្រឿងលៃដែលយើងលៃហើយនៅចានគឺដាក់ទាំងអស់តែម្ដងគឺមិនបាច់ថែមថយអីទេគឺយើងលៃលំដងតែម្ដងគឺយើងស្បធ្វើប៉ុណ្ណាឆ្នាំយើងដាក់ប៉ុណ្ណឹងមកសម្រាប់ស្ករសប៊ីចេងរបស់យើងណាបងអូនអញ្ចឹងគឺការស្ព្រាមកចាក់ត្រឡប់មកគឺរួចជាស្រេចបាត់ទៅហើយអញ្ចឹងណាហើយចូលត្រឡប់ទៀតក៏យើងរួចម្ទេសជាក្រោយអញ្ចឹងណាចឹងងាយស្រួលបងប្អូនចូលតែមើលពីដើមដល់ចប់ចឹងបានដឹងថាគេធ្វើបែបហ្នឹងសោះអញ្ចឹងសោះស្រួលធ្វើមែនតើទៅពីពិសេសស្ត្រីមេទាំងគឺគាត់តែមើលគឺយល់ចេះធ្វើញ៉ាំគ្រប់គ្នាតែម្ដងអញ្ចឹងឥឡូវបើធ្វើចង្រិតម្ដងគឺដាក់គ្រឿងដូចគ្នាមកបងប្អូនគឺម្ទេសលឹកខ្ទឹមយើងហ្នឹងបន្ទាប់មកយើងរួយអញ្ចឹងមកបន្ទាប់មកអាម្សៅស៊ុបហើយបន្ទាប់មកស្ករសប៊ីចេងយើងក៏ដាក់អាចារ្យរៀបចំដូចគ្នាដែរមកហើយយើងក៏ចាក់មកច្របល់ដូចគ្នាដែរ
ដូចគ្នាតែម្ដងដាក់កធនសឹងគ្នាទេអត់ដាក់ចូលគ្នាទេតែបញ្ជាក់កដោបសឹងចង្រិតសឹងចឹងរសជាតិគ្រប់គ្នាតិចតួចឥឡូវបងប្អូនឃើញបាតកធននៅក្នុង1គីឡូកដោបហ្នឹងមិនតិចទេណាកដោបមិននៅបាតទេគឺកន្លះកធនតែម្ដងពេលបំពងសោទៅបានច្រើនមែនតើឥឡូវមួយកដោបយើងឡើងស្រួយខ្ញោកហើយរឹងឆ្កលហ្មងហើយស្ពុកស្ដាប់ពងហ្មងតំណងឆ្ងាញ់មែនតើបងអូនហើយគាត់តែបញ្ចូលសម្លេងស្រក់ទឹកមាត់ដាក់ពុកម៉ែបងអូនមកញ៉ាំចង្រិតបំពងជាមួយចែកធីទាំងអស់គ្នាណាថ្ងៃនេះចែកធីបំពងរួចជាស្រេចហើយណាបងអូនឥឡូវនៅដៃបងបង្ហាញនេះគឺកដោបបែបផ្នែកនេះគឺចង្រិតចង់ញ៉ាំកដោបបំពងទេអាចកំងចែកធីបានណាចែកធីបំពងរួចស្រេចថ្ងៃនេះណាឥឡូវចាំមើលកដោបអស់គ្នាណាគ្នាទេបងអូនណាឥឡូវនេះគ្រឿងសល់ពីកដោបមិញណាតើបនេះក៏មានស្ករសប៊ីចេងម្សៅស៊ុបបន្តិចដោយសារចង្រិតយើងគេស្រុះដាក់អំបិលរួចជាស្រេចហើយអញ្ចឹងយើងត្រូវការបន្ថយអំបិលអញ្ចឹងអំបិលស៊ុបមាន់ហ្នឹងបងប្អូនឥឡូវចាក់ចុះរាច់ទាំងអស់តែម្ដងមកគ្រឿងហ្នឹងយើងច្បល់ដូចតែយើងដាក់គ្រឿងហើយឥឡូវយើងធ្វើការកូរគឺរួចជាស្រេចបាត់ទៅហើយឥឡូវយើងច្បល់បែបហ្នឹងមកគឺចរិតយើងទៅនងបាត់ទៅហើយឥឡូវមកច្រកប្រអប់វិញបងប្អូនមានចង្រិតមានកដោបហ្នឹងមកប្រអប់តែ5000ទេណាគឺគេកំងភ្លាមធ្វើឲ្យគេភ្លាមចឹងតែម្ដងជាប្រចាំតែម្ដងថ្ងៃនេះធ្វើប្រអប់តូចមានប្រអប់ធំជាងហ្នឹងមានប្រអប់10000អញ្ចឹងណាហើយនេះប្រអប់5000គឺពងកូនប្រអប់ដាក់បាយយើងប៉ុណ្ណឹងមកគឺទៅនងដែរបងអូនណាចឹងលុយ5000នេះក៏បានច្រើនដែរបងប្អូនយើងលៃទេណាកដោបយើង1គីឡូ30000ដែរចឹងយើងបំពងតម្រាំតែលៃបានដាក់ច្រើនអញ្ចឹងទៅយើងលក់ឆាប់អស់យើងចំណេញតិចយើងក៏មកយកចំណេញច្រើនបើយើង3រកស៊ីបានទៅមុខយូរទៀតបើយើងយកចំណេញច្រើនដាក់តិចពេកអូខេមិនចង់ហូបដែរណា5000គេបើគិតទៅទិញមកហូបក៏បានមកពេលដែរអញ្ចឹងយើងធ្វើឲ្យសមរម្យបន្តិចទៅណាលុយគេក៏ពិបាករកយើងក៏ពិបាករកដែរអញ្ចឹងយើងយកចំណេញតិចដើម្បីយើងរកអនាគតលក់ទៅមុខជាប្រចាំឲ្យបានរហូតអញ្ចឹងណាកុំលក់តែយកចំណេញច្រើនបានដល់2 3ជើងបាត់មុខណាអញ្ចឹងនេះក៏ជាកលឹះរកស៊ីមួយមុខដែរអញ្ចឹងយើងកុំកាប់ប្រវាញ់គេច្រើនពេកតែយកចំណេញច្រើនពេកគេទិញតែម្ដង2 ដងគឺបាត់មុខតែម្ដងមកយើងនៅអត់មានចាំទិញយើងទៀតទេទីផ្សារឡើយមិនតែយើងគឺមានលុបឯងអញ្ចឹងព្រោះតែយើងកាប់ໄປងយបានអញ្ចឹងតែបើឥឡូវនេះយកឲ្យជូនភ្ញៀវឲ្យបងអូនចារៀបរាប់ច្រើនវីដេអូមានតែប៉ុណ្ណឹង